អតិថិជនបរិយលេងនវត្រាបានបង្ហាញក្តីរំភើបរីករាយនិងសប្បាយចិត្តពេលដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅក្រសួងដែនដីនគរពាណិជ្ជកម្មនិងសំណង់នៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ជាថ្ងៃទី3ដែលអតិថិជនបរិយលេងនវត្រាគម្រោងផ្លូវជាតិលេខ 6A និងច្រែ100ដែលបានមកបន្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិនិងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដំណាក់កាលទី3ដែលរៀបចំដោយក្រសួងដែនដីបានចាប់ផ្ដើមចែកបានកម្មសិទ្ធិជូនអតិថិជនបរិយលេងនវត្រាគម្រោងផ្លូវជាតិលេខ 6A និងច្រែ100ដំណាក់កាលទី3ចំនួន2463បានដោយដែលការគ្រោងទុកដែលមានការរៀបចំរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ពិធីសំណេះសំណាលនិងប្រគល់ប័ណ្ណកម្មសិទ្ធិជូនដល់អតិថិជនបរិយលេងនវត្រាក្រោមអធិបតីភាពឯកឧត្តមសៃសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់ដល់ឡែកនៅថ្ងៃទី3នៃការមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុអតិថិជនរបស់គម្រោងផ្ទះនិងដីឡូលេងនវត្រាលោកស្រីគីធីរីដែលអញ្ជើញមកពីខេត្តកំពង់ធំបានបង្ហាញក្តីសប្បាយរំភើបរីករាយបែបនេះថានេះខ្ញុំឈ្មោះគីធីរីអញ្ជើញមកពីខេត្តកំពង់ធំមានអារម្មណ៍ថាសប្បាយចិត្តចង់និយាយថាពេលដំបូងពេលដែលគិតថាអត់បានណាដល់ពេលឥឡូវចេះស្ដែងបានក៏សប្បាយចិត្តដែរនាងខ្ញុំពិតជាអរគុណដល់ក្រសួងដែនដីដែលបានស្រូតការចេញប្លង់រឹងឲ្យខាងខ្ញុំដែលមានភាពជឿជាក់ខ្ញុំសូមផ្ដាំដល់អតិថិជនតាមក្រោយទៀតបើសិនជាគាត់អត់ទាន់បានប្លង់កុំឲ្យគាត់បាក់ទឹកចិត្តប្លង់បានដោយសារបានដូចគ្នាដោយសារបើការធ្វើសម្រាប់របស់ខ្ញុំគឺរយៈពេលតែ1ឆ្នាំខ្ញុំបានប្លង់រឹងហ្មងនេះប្លង់រឹងកម្មសិទ្ធិពេញសិទ្ធប្លង់រឹងពេញសិទ្ធចាអ្នកធ្វើឈ្មោះឲ្យត្រឹមត្រូវណាត្រឹមត្រូវបងត្រឹមត្រូវចាពិតជារបស់ខ្ញុំពិតប្រកបមែនដល់ឡែកលោកពេជ្រវ៉ាន់ដែលអញ្ជើញមកពីខណ្ឌសែនសុខរាជធានីភ្នំពេញនិងជាអតិថិជនគម្រោងផ្ទះនិងដីឡូលេងនវត្រាក៏បានបង្ហាញក្តីរំភើបបែបនេះថាជំរាបសួរខ្ញុំពេជ្រវ៉ាន់ខ្ញុំមកពីសែនសុខហើយបាទឈ្មោះម៉ានវ៉ុនហើយឥឡូវនេះថ្ងៃនេះមកបានទទួលបានប្លង់ហើយពីបរិយលេងនវត្រាសប្បាយចិត្តសប្បាយបងសប្បាយព្រោះយើងធ្វើនេះរងចាំលីរៀងខ្លីដែរអត់យូរទេអូមកផ្លែតខណៈយើងមកដល់ទិញលេខរៀងហើយចូលទៅដល់ក្នុងគាត់ធ្វើឯកសារលឿនៗមកបាទអរគុណទៅដល់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាមួយនឹងប្រជាពលរដ្ឋហើយបានធ្វើឲ្យប្រជាពលរដ្ឋមហាមានទំនុកចិត្តទៅលើទាំងបរិយទាំងរាជរដ្ឋាភិបាលគាត់ធ្វើការឲ្យលឿនដោយសារខ្ញុំធ្វើនេះជារយៈពេលខ្លីដែរហ្នឹងហើយឥឡូវទទួលបានហើយបាទបានប្រកាសហើយមួយទៀតខ្ញុំសូមបញ្ជាក់ទៅបងប្អូនដែលមកដកប្លង់កុំឲ្យយូររៀបចំឯកសារគ្រប់ជាបទពិសោធន៍របស់ខ្ញុំលើកទី1ដែលខ្ញុំមកទទួលប្លង់នៅនេះតែពេលខ្វះឯកសារហ្នឹងគឺសួររយឆ្នាំអញ្ចឹងកុំឲ្យគាត់ឲ្យត្រៀមមកហើយមកហ្នឹងហើយអានឹងពាក់ព័ន្ធមួយឯកសារចំពោះលោកផែនសុភិរតនិងភរិយារបស់លោកដែលអញ្ជើញមកពីខេត្តកំពង់ចាមក៏បានសម្ដែងក្តីសប្បាយរីករាយបែបនេះថាខ្ញុំឈ្មោះផែនសុភិរតនិងភរិយាខ្ញុំឈ្មោះអ៊ំសុខុនធានីហើយខ្ញុំមកពីខេត្តកំពង់ចាមកាលដែលមិនទាន់ទទួលបានប្លង់ចេះតែរវើរវាយដល់ពេលឥឡូវនេះបានប្លង់បាទហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំដល់ក្រសួងរៀបចំដែនដីដែលបានខិតខំខ្លះខ្នែងជួយពន្លឿនការចេញប្លង់ដល់យើងខ្ញុំហើយក៏សូមអរគុណដល់រាជរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជាលោកក៏ខំខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅទុកចិត្តនៅលើរាជរដ្ឋាភិបាលដែលបានជួយជ្រោមជ្រែងឲ្យយើងខ្ញុំបានទទួលបានប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីនេះបាទក្នុងនោះដែរលោកលឹមផូលីដែលអញ្ជើញមកពីខេត្តត្បូងឃ្មុំក៏បានឲ្យដឹងដែរថាបាទខ្ញុំឈ្មោះលឹមប៉ូលីមកពីខេត្តត្បូងឃ្មុំបាទមានអារម្មណ៍សប្បាយចិត្តហើយក៏មានទំនុកចិត្តថាយើងបានប្លង់អីទំត្រូវអញ្ចឹងបងណាបាទខ្ញុំយល់ឃើញថាបរិយគាត់មានការទទួលខុសត្រូវល្អបងព្រោះទោះថាផ្ទះមិនបានធ្វើបានលឿនមែនតែគាត់បានចេញប្លង់ឲ្យយើងមានទុកចិត្តបងមានទំនុកចិត្តដែរបាទហ្នឹងខ្ញុំសូមអរគុណដល់ក្រសួងដែនដីដែលបានជួយពន្លឿនហើយយើងជួយធ្វើប្លង់ឲ្យបានលឿនហើយឲ្យបានគ្រប់គ្នាបងបាទបានហ្នឹងហើយខ្ញុំចង់ផ្ដាំផ្ញើទៅអតិថិជនក្រោយទៀតកុំភ័យរឿងថាអត់មានប្លង់អញ្ចឹងបងព្រោះខាងបរិយគាត់នឹងដោះស្រាយឲ្យយើងបានបន្តរហូតមក
ដល់ឡែកលោកស្រីពៅខេមរាដែលអញ្ជើញមកពីខេត្តកំពង់ធំក៏បានបង្ហាញទៅនឹងក្តីសប្បាយរីករាយបែបនេះថា ខ្ញុំឈ្មោះពៅខេមរាមកពីខេត្តកំពង់ធំស្រុកបារាយណ៍មានអារម្មណ៍ថាសប្បាយចិត្តមិននឹកស្មានថាបានប្លង់ចាអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានធ្វើប្លង់ឲ្យខាងនេះខ្ញុំបានដល់ដៃចាសូមផ្ដាំដល់អ្នកដែលមិនទាន់បានប្លង់កុំអស់សង្ឃឹមគឺប្លង់គឺបានដល់ដៃពិតមែន ដោយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី7ដែលបានបន្តដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោតថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងបានខិតខំប្រឹងប្រែងបញ្ចប់នៅរាល់បញ្ហាវិវាទនានាលើបញ្ហាដីធ្លីដោយបានប្រើប្រាស់គន្លឹះសំខាន់ជាច្រើនដូចជាការរៀបចំគោលនយោបាយដីធ្លីបង្កើតបរិយាកាសគ្មានវិវាទការពូនជ្រុំរដ្ឋបាលសាធារណៈទំនើបនិងវៃឆ្លាតគោលនយោបាយសម្បទានដីសង្គមគិច្ចការរៀបចំភូមិឋានរៀបរយស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជាការកែតម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីបង្កើនដង្ហើមសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនទៅមុខជានិរន្តរ៍ជាចុងបញ្ចប់ក៏សូមជូនពរពុកម៉ែបងប្អូនមាមីងឲ្យជួបតែសេចក្តីសុខសុភមង្គលគ្រប់ក្រុមគ្រួសារ